សួរអ្នកខ្ញុំឈ្មោះលីអាណាជាសិស្សចំនួនទី3នៃមជ្ឈមណ្ឌលយុវជនឆ្នើមរបស់គម្រោងអង្គការពិភពកុមារនៅពេលដែលនាងខ្ញុំបានមករៀននៅទីនេះនាងខ្ញុំទទួលបានចំណេះដឹងជាច្រើនពីសំណាក់លោកគ្រូអ្នកគ្រូដែលបានបង្រៀនពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាកុំព្យូទ័រភាសាអង់គ្លេសនិងជំនាញ soft skill មុនពេលដែលនាងខ្ញុំមករៀននៅទីនេះនាងខ្ញុំតែងតែមានអារម្មណ៍ភ័យខ្លាចនិងព្រួយបារម្ភជាខ្លាំងនៅពេលដែលនាងខ្ញុំគិតដល់ការសម្ភាសន៍ពីព្រោះនាងខ្ញុំមិនដឹងថាគួរឆ្លើយសំណួរទៅកាន់នយោជកបែបណាដើម្បីឲ្យសមស្របត្រឹមត្រូវទៅតាមអ្វីដែលគាត់ចង់បាននិងមានប្រសិទ្ធភាពនៅពេលដែលនាងខ្ញុំរៀននៅទីនេះនាងខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ model មួយគឺ model ទី4ដែលស្ដីអំពីបច្ចេកទេសនិងជំនាញក្នុងការសម្ភាសន៍ការងារនៅពេលដែលនាងខ្ញុំបានរៀនចប់នៅ model ទី4នេះនាងខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងក្នុងការសម្ភាសន៍ពីព្រោះនាងខ្ញុំបានរៀនជាច្រើនពាក់ព័ន្ធទៅនឹងរបៀបក្នុងការរៀបចំខ្លួនការប្រើប្រាស់ភាសានិងកាយវិការរហូតឈានដល់ការឆ្លើយសំណួរពិបាកៗរបស់នយោជកក្នុងការសម្ភាសន៍ផងដែរហើយអ្វីដែលកាន់តែពិសេសនោះគឺនាងខ្ញុំបានសិក្សារៀនសូត្រអំពីការសម្ភាសន៍តាមរយៈប្រព័ន្ធវីដេអូដែលជានាឡិកាថ្មីនៃពិភពលោកលោកគ្រូក៏បានបង្រៀននាងខ្ញុំពីរបៀបប្រើប្រាស់និងរបៀបក្នុងការរៀបចំពន្លឺកាមេរ៉ាក៏ដូចជាប្រព័ន្ធសំឡេងដែលធ្វើឲ្យបង្ហាញឲ្យឃើញពីភាពមានវិជ្ជាជីវៈក្នុងការសម្ភាសន៍ទោះបីជាមិនបានជួបផ្ទាល់ក៏ដោយមួយវិញទៀតតាមរយៈការសកម្មភាពក្នុងការហាត់សមសម្ភាសន៍ក្នុងថ្នាក់បានបង្រៀននាងខ្ញុំឲ្យរៀនជាច្រើនអំពីកំហុសរបស់ខ្លួនហើយធ្វើការកែប្រែកំហុសនោះឡើងវិញហើយឥឡូវនេះនាងខ្ញុំមានអារម្មណ៍ថាខ្លួនឯងមានអាវុធគ្រប់គ្រាន់ដើម្បីចូលទៅកាន់ការដ្ឋានការងារក៏ដូចជាស្ថាប័នការងារណាមួយប្រកបដោយភាពជឿជាក់និងមិនមានភាពរាថយឡើយចុងក្រោយនាងខ្ញុំក៏សូមថ្លែងអំណរអគុណដល់អង្គការពុទ្ធិកុមារក៏ដូចជាអង្គការសម្រាប់សេចក្តីសុបិនកុមារកម្ពុជាដែលបានផ្ដល់ឧបត្ថម្ភជំនួយដល់គម្រោងនេះដើម្បីឲ្យនាងខ្ញុំទទួលបានគុណវុឌ្ឍដ៏រឹងមាំដើម្បីឆ្ពោះទៅរកភាពជោគជ័យនាពេលខាងមុខហើយនាងខ្ញុំក៏សង្ឃឹមនឹងមុខមាត់ផងដែរថាគម្រោងនេះនៅតែបន្តជាជំនួយជួយដល់យុវជនខ្មែរជំនាន់ក្រោយទៀតផងដែរសូមអរគុណ